ចំណែកខាងប្រុសមានធម៌មួយតួនាទីមួយហៅថាសមាននាយៈគឺមិនមើលងាយប្រពន្ធដោយសេចក្តីគោរពដោយសេចក្តីរាប់អានសណ្ដោសមនុស្សយើងតកូលខុសគ្នាអ្នកខ្លះល្អតែដំបងយូរទៅមើលងាយឌៀលឌៀមដាមដល់ម៉ែដល់ឪមនុស្សប្រភេទហ្នឹងគ្រួសារប្រភេទហ្នឹងអត់យូរបែកគ្នាដែរញោមបើសិនជាយើងបានជាស្រឡាញ់គ្នាហើយទោះបីឋានៈខុសគ្នាទ្រព្យសម្បត្តិខុសគ្នាចំណេះដឹងខុសគ្នាក៏ដោយអនុគ្រោះឲ្យគ្នាទៅអានឹងបានសេចក្តីសុខចម្រុងចម្រើនជាមួយគ្នាហើយមួយទៀតលោកហៅថាអវិមាននាយៈគឺមិនបៀតបៀនមិនរົບគួនមិនមើលងាយទេគឺគោរពឲ្យតម្លៃទៅដល់ភរិយាអាហ្នឹងគឺថាឲ្យតម្លៃគ្រប់ពេលចាត់ទុកដូចជាម្ដាយចាត់ទុកដូចជាប្អូនយើងគិតឃើញថាម៉ែឪគេខំថ្នាក់ថ្នមបីបំរសារហូតគេនៅជាមួយម៉ែឪគេអញ្ចឹងតាំងពីតូចឥឡូវដល់ធំវាគួរតែទៅរស់ស៊ីអញ្ចឹងម៉ែឪស្រាប់តែមកនៅជាមួយយើងចោលម៉ែឪទៅទេបើដូច្នេះហើយនឹកឃើញអាណិតគ្នាខំលះបង់ជីវិតមិនដឹងថាយ៉ាងណាមកបថុយរស់រៀនជាមួយឯងនឹងយ៉ាងណាអញ្ចឹងជីវិតគ្នាពឹងលើឯងក៏ពឹងលើគ្នាអញ្ចឹងទៅស្រាប់តែកើតធម៌អាណិតចេះយោគយល់គ្នាថែអាសាពេលមានជំងឺមានអាពាធអីសុខសប្បាយអត់ងាយបែកគ្នាទេឯចំណែកទី3គេហៅថាអនតិចរិយាយៈមិនប្រព្រឹត្តកន្លងចិត្តគ្នានឹកឃើញថាគ្នាក៏វាស្មោះអស់ពីដួងចិត្តមកជាមួយយើងហើយយើងកុំធ្វើបាបចិត្តគ្នាអីឲ្យគ្នាបានសុខអង្កាលពេលនៅជាមួយម៉ែឪគេថ្នាក់ធ្នមណាស់ឥឡូវមកដល់យើងកុំឲ្យគេទឹកភ្នែកដោយសារយើងអីបើដូច្នេះថ្នាក់ធ្នមគ្នាកុំក្បត់ចិត្តគ្នាទៅអានឹងវាសុខហើយដែលបែកគ្នារាល់ថ្ងៃនេះមកតែពីក្បត់ចិត្តគ្នានឹងឯងខ្ញុំតែបែកកានបែកគ្នាអស់ទៅសម័យឥឡូវវាទំនើបផងណាហើយដល់ទៅទី4ណាគេហៅថាអិសរៈវោសកេនៈមានន័យថាអិសរិយវោសកេនៈយើងឲ្យតម្លៃឲ្យតំណែងគាត់ជាធំទៅចុះអញ្ចឹងជួនកាលទៅយើងអាងតែប្តីអាងអីធំប៉ុន្តែក្នុងទីនេះយើងចាត់ទុកគាត់ជាធំដែរយើងឲ្យគាត់មានភាពអិសរៈមានអីសួរយោបល់ពីគាត់គ្រប់គាត់ដែរអានឹងដូចជាជីវិតយើងមួយផ្នែកដែរឯចំណែកខាងទី5អលង្ការានុបទានេនៈធម្មជាតិមនុស្សស្រីគឺមានគ្រឿងអលង្ការអញ្ចឹងសណាបយោងដីស្រីវាយោងប្រុសមិនបាច់ចាំពាក់អីទេឲ្យតែប្រពន្ធពាក់ឲ្យតែជ្រេចទៅសារគ្រួសារនោះមានអស់សោះហ្មងប្តីគេនឹងល្អណាថែទាំប្រពន្ធប្តីមិនបាច់ពាក់ទេឲ្យប្រពន្ធពាក់គេទៅសារអញ្ចឹងធម្មជាតិមនុស្សស្រីត្រូវមានប្រដាប់ប្រដាតែងខ្លួនអលង្ការមនុស្សប្រុសតលយល់អាចចិត្តមួយហ្នឹងទៅអញ្ចឹងគ្រួសារហ្នឹងល្អល្អណាស់នេះទួនាទីខាងប្តីតលតែមានប៉ុណ្ណឹងបានសុខឲ្យបើអត់ប៉ុណ្ណឹងទេឆ្លោះគ្នាហ្មងហើយចំណែកខាងប្រពន្ធវិញខាងភរិយាវិញក៏មានទួនាទី5យ៉ាងតបត្រឡប់ទៅវិញដែរសុសង្វិហិតៈគឺប្រព្រឹត្តនៅកិច្ចការងាររៀបចំទុកដាក់សុសង្វិហិតកម្មន្តាការងារគ្រប់យ៉ាងពង្រើប្តីកុំឲ្យប្រចាំជួនកាលមនុស្សយើងខុសពីមុនណាញោមពីដើមស្រីចេះដេចេះបាក់ចេះដាំចេះស្លលាងចានឥឡូវលឺអ្នកខ្លះប្រាប់អាត្មាថាមិនចេះស្លមិនចេះអីទេតែញ៉ាំស្រាប់ទៅបានបើដូច្នេះហើយអាហ្នឹងតលតែយើងនឹងឯងចាប់ផ្ដើមរៀនណាពីមុនមិនចេះប៉ុន្តែចាប់ពីពេលហ្នឹងទៅចាប់ផ្ដើមរៀនណារៀនដាំរៀនស្លរៀនលាងចានអានកាលនៅជាមួយម៉ែជាមួយឪគាត់អ្នកលាងចានអ្នកស្លឥឡូវអត់ពីម៉ែពីឪទៅយើងនឹងខ្លាចជាម៉ែឪគេវិញម្ដងបើដូច្នេះហើយចាប់ផ្ដើមរៀនចេះការងារសពបែបយ៉ាងមួយទៀតគេហៅថាសុសង្កហេតបរិជនីទី2ញោមមកស្រឡាញ់រាប់អានកុំស្រឡាញ់ត្រឹមប្តីអីគ្រួសាររបស់ខាងប្តីបងប្អូនខាងប្តីរាប់អានផងអាត្មាឃើញរឿងហ្នឹងពិតប្រកបអ្នកខ្លះញោមមកស្រឡាញ់តែប្តីទេអាគ្រួសារបងប្អូនប្តីមកមុខមិនឲ្យក្រោយមើលទេហើយសំនឹងទៅពីស្រែពីចំការអីមកសបកសបល់សម្លៀកបំពាក់មិនសមគួរផងធ្វើមុខធ្វើមាត់ធ្វើអាកប្បកិរិយាមិនស្រួលទៅរឿងហ្នឹងក៏វានាំឲ្យគ្រួសារហ្នឹងចាប់ផ្ដើមប្រេះឆាបើជូនអីខាងបងប្អូនឯងចេះតែបានដល់បងប្អូនខាងប្តីជូនមិនបានអាហ្នឹងក៏វារឿងវានាំឲ្យមិនល្អដូច្នេះហើយស្រឡាញ់រាប់អានទាំងក្រុមគ្រួសារខាងប្តីខាងប្រពន្ធគាត់ស្រឡាញ់ដូចគ្នាអញ្ចឹងដែរញាតិរបស់យើងទាំងអស់គ្នាព្រោះជីវិតយើងខ្លាចជាជីវិតតែមួយហើយអញ្ចឹងនេះទី2អាត្មាឃើញមានរឿងប្រយ័ត្នមាត់កហ្នឹងនឹងរឿងផ្ទាល់ហ្នឹងប្តីមកពីធ្វើការប្រពន្ធចេះតែនិយាយលេងអាក្រក់រនេះរនោះទៅប្តីហត់ផងមកដល់ទៅthế បើមិនពេញចិត្តទេទៅផ្ទះឯងវិញទៅក៏បានដែរchúng taធ្វើបោះអាវទៅផ្ទះវិញក៏ទៅមានណាទៅម្បអាប្តីហ្នឹងយកកបិចខោឲ្យទៅនៅផ្ទះទល់ថ្ងៃហ្នឹងឯងប្រាប់ម៉ែគេដេញខ្ញុំមកពីធ្វើការហត់ឲ្យគួរតែបានពាក្យផ្អែមអីមួយម៉ាត់បាយទឹកអីមកដល់លេងដេញឯងទៅផ្ទះវិញឥឡូវលេងនៅលេងអីមកបាយគ្នាទល់ថ្ងៃហ្នឹងមែនបានថាអូអាពាក្យសម្ដីហ្នឹងក៏ប្រយ័ត្នមួយដែរលេងសើចជ្រុលណាញោមជ្រុលទៅខំយកមែនទេហើយអារឿងពាក្យច្រើនអាលេងសើចពីដំបងអាប្រពន្ធទៅតាមអំបមិនក៏ប្តីអស់ចិត្តដែរលេងតែឃើញបានពាក្យល្អផងហើយអាមួយទៀតអាត្មាជួបផ្ទាល់មួយដែរប្រពន្ធហ្នឹងបលែងគ្នាលេងរៀងស្និទ្ធទៅដូចនិយាយរៀងធ្ងន់បន្តិចដូចថាឥឡូវទៅឯណានោះចឹងទៅមកវិញតែមិនមកនិយាយចេះនិយាយចោបើសិនទៅក៏មកតែមកវិញឆ្កែសុទ្ធអាប្តីនោះលឺតែចឹងក៏ខ្លាចឆ្កែក៏លេងមកដល់តែអញទៅមកឆ្កែហើយអញចឹងអញមនុស្សអញលេងមកលេងរហូតដល់ថ្ងៃហ្នឹងដែរណ៎ហើយមួយទៀតអារឿងប្រច័នគ្នាចំណែនគ្នាអត់របៀបរបបពេកអាហ្នឹងក៏វាទៅជាបែកគ្នាដែរជាពិសេសមានរវល់មានពិធីអីធំដុំមានភ្ញៀវមានបន់ទៀនប្រពន្ធយើងហ្នឹងទៅជួយបង្រើភ្ញៀវ
ហើយអាប្តីនេះអង្គុយតុកនឹងដែរប្រពន្ធបានលើកបាយមកដាក់ឲ្យទេអាឡ័យលើកដាក់ឲ្យភ្ញៀវនេះខឹងហ្នឹងឡប់ទៅដល់ផ្ទះលេងគ្នាប្រហែលអាប្តីឯងអង្គុយអត់ទៅលើកដាក់ឲ្យគេអូលោកកោតនេះមានរឿងអញ្ចឹងមែនណាញោមបានអាត្មាថាអ្វីទាំងអស់ហ្នឹងគឺជាមេរៀនពីមុនសម្រាប់អ្នកក្រោយប្រយ័ត្នណាញោមណាឯចំណែកទី3គេហៅថាសម្បតញ្ចអនុរកតិទួនាទីរបស់ស្ត្រីគឺថែរក្សាទ្រព្យដែលប្តីរកបានមកណាញោមណាបើនៅស្រុកស្រែចំការអីជួនកាលមកពីវាលមកពីស្រែបានមហូបបានកែបបានត្រីមកដល់ភ្ជួរពុកប្រពន្ធហ្នឹងចាប់ដើមចូលជាក្រានចូលឆ្នាំងកុំឲ្យដូចរឿងទងវែងឆ្នាំងវែងអត់ចេះធ្វើអីណាអញ្ចឹងប្តីប្រពន្ធហ្នឹងបើថាប្តីបានអស់ប្តីបានអីមកបន្លែដាក់តែពុកប្រពន្ធចូលមករៀបចំទុកដាក់គ្រួសារតែប៉ុណ្ណេះដឹងតែសុខហើយញោមសុខសប្បាយណាថែរក្សាទ្រព្យប្តីដែលរកបានមកឲ្យចេះអាណាត្រូវគក់ត្រូវបោកត្រូវលាងសម្អាតឯចំណែកខាងទី4គឺអនតិចរណីគឺក៏មិនប្រព្រឹត្តកន្លងប្តីដែរណាញោមណាកុំក្បត់ចិត្តគាត់អីគាត់ខំតស៊ូប្តីទៅរត់តាក់ស៊ីទៅហៅមួយបែកញើសខ្លះបានលុយមកឲ្យប្រពន្ធចូលសិតអាហាងទៅទៀវមួយចាន 100000 ទិញសិតអាទំនើបចូលកាហ្វេអាប្តីឯណោះទៅនំក្រូចមួយមិនហ៊ានទិញមករត់ហៅមួយឲ្យបែកញើសហើយប្រពន្ធក៏តែដើរលេងទៅគេបបួលចូលទៅវាយវងគេទៅឲ្យលុយមកកាបូបនោះអស់បាត់ហើយស្អែកទាប្តីទៀតដូច្នេះវាអត់មានអាណិតអាសូរដល់ចិត្តប្តីអញ្ចឹងវាអត់សក់ដែរយូរទៅក៏វាបែកបាក់គ្នាអញ្ចឹងក៏ដែរអញ្ចឹងតោះយើងចេះគិតគ្នាទៅវិញទៅមកទៅវាសក់ស្រួលហើយចំណែកមួយទៀតហ្នឹងគេហៅថាការរស់នៅប្រកបទៅដោយការចេះដឹងការងារសពបែបយ៉ាងមិនខ្ជិលមិនច្រអូសតេខាហោតេតេខាចៈហោតេអលសាសពកិចេសុគឺការងារស្ត្រីគេហៅថាស្ត្រីដៃ100ណាញោមណា100ជាពុកអាបោសជូតក៏ចេះអាលៀងចានក៏ចេះអាបោកគក់ក៏ចេះអាបោសសម្អាតអីក៏ចេះអញ្ចឹងការងារស្ត្រីធ្វើម៉េចទេធម្មជាតិត្រូវបង្កើតមកឲ្យវាចេះច្រើនជាងហើយកុំឲ្យខ្ជិលមនុស្សយើងគេថាផ្ទះធំសនុកដោយសារភរិយាជាណាញោមតែថាប្រពន្ធល្អហើយសណាបយងដីស្រីយងប្រុសហើយញោមមើលតាអានជាប់ត្រីកាលពីបានប្រពន្ធនៃខាតលាក់មកជាប់ត្រីមកយោត្រីវារហូតមិនចេះចប់ទៅជឿអីអាហ្នឹងឯងគេហៅថាអត់ចេះថែរក្សាទ្រព្យប្តីដែលបានមករស់ស៊ីមកយោគ្មានកំណើតដល់តែពេលគេឃើញអានោះគូព្រេងរបស់គេស្អាតនៅលើសពៅគេដូរប្រពន្ធគ្នាមកបានអានាងល្អនោះមកនាងគ្រប់លក្ខរីឯអានាងសពៅនេះឃើញអានេះស្អាតគូព្រេងគេដែរនាងខាតលាក់នេះយកទៅដាក់លើសពៅនោះនិយាយតាំងពីដូរគ្នាហើយអានាយសពៅនោះទ្រព្យសម្បត្តិមកសពៅអាលាយញោមឲ្យតលៀងកូនចេះផងហើយកណាត់តង្កៃជូតកវត្តចូលទឹកទាំងអស់ម្ល៉េះហើយទ្រព្យសម្បត្តិមកសពៅហាន់ហើយទីបំផុតនាយសពៅធ្លាក់ខ្លាយខ្លួនជាអ្នកដើរសុំទានគេឯចំណែកនាងនេះមកនៅជាមួយអ្នកអញ្ជាត់ត្រីនេះអត់មានបងប្អូនទេយកញៀតពេញស្រុកពេញភូមិធ្វើជាបងប្អូនទាំងអស់ទីបំផុតគេស្រឡាញ់ចូលចិត្តហើយគេជួយបានធ្វើការងារធំនៅក្នុងវាំងខ្លាយជាសេដ្ឋីខ្លាយជាអ្នកមានដោយសារកំណត់ស្ត្រីដឹកនាំអញ្ចឹងមិនថាជួនកាលយើងឲ្យតម្លៃស្ត្រីដែរពុទ្ធគ្រប់ព្រះអង្គគឺព្រះអង្គតែងតែមានស្ត្រីដែលគេហៅថាកសៃសារពេចគឺដោយពុទ្ធយើងពនាងពំពាតាមជួយព្រះអង្គរហូតបានត្រាស់ណាញោមណាសូម្បីតែព្រះអង្គចិត្តត្រាស់ហ្នឹងក៏ព្រះអង្គឆាន់ចង្ហាន់នាងសុជាតាក៏ស្រីដែរសូម្បីតែមៀមកចាញ់ចាល់ព្រះអង្គខ្លាំងមែនទែននាងគង់ហ៊ីងបធរនេះក៏ជាតំណាងឲ្យស្រីងើបមកជួយព្រះអង្គដែរបើដូច្នេះហើយបានគេឲ្យថាស្ត្រីនេះជាកសៃសារពេចចាំជួយប្រុសគ្រប់កាលបើអញ្ចឹងយើងមានកាយពិបាកកុំភ្លេចភាសាជាមួយគ្នាឯងនោះទៅណាញោមណាកុំអាលគិតខុសនេះទួនាទីទាំងអស់គ្នាមកខាងម្នាក់ទាំង5យ៉ាងអាត្មាបានរៀបរាប់ចប់ហើយ